សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកស្លម្ជូរគ្រឿងសាច់គោដាក់ពេញពណ៌ហើយនឹងម្ទេសអូយតំណងមែនទែនសម្រាប់មុខនេះគឺថាចាស់ប្រហែលជាចូលចិត្តនិយាយតាមត្រង់បងប្អូនខ្ញុំមកកាលពីក្មេងឲ្យតាម៉ែឡម្ជូរឡអីចឹងដឹងតែខឹងដាច់ក្បាលដាច់កតើអត់ហូបបាយទេតែដល់ពេលចាស់ខ្លួនតិចមកស្រាប់តែចូលចិត្តហូបស្លម្ជូរខ្លួនឯងបដ ாய் មិនបាច់បខំឥឡូវខ្ញុំមកធ្វើការលីងគ្រឿងចំពោះគ្រឿងនេះដែរយើងបុកសក្រីសក្រូចម្ដេងហើយនឹងខ្ទឹមសដាក់ខ្ទឹមក្រហមអីទៀតក៏បានដែរលីងគ្រឿងនេះបើសិនជាណាបងប្អូនដាក់ខ្លាញ់ក៏បានដាក់ទឹកក៏បានអញ្ចឹងទៅខ្ញុំក៏លីងវាជាមួយនឹងទឹកបន្តិចដោយសារតែខ្ញុំថ្ងៃនេះរៀងផ្ដាសាយហើយកូនអីហ្នឹងក៏រៀងផ្ដាសាយដែរអញ្ចឹងទៅខ្ញុំអត់ចង់ប្រើខ្លាញ់ច្រើនទេដោយសារតែសាច់គោរបស់ខ្ញុំហ្នឹងវារៀងយីវគេហៅសាច់យីវហ្នឹងសម្បូរខ្លាញ់ច្រើនបន្ទាប់ពីខ្ញុំលីងវារៀងឈ្ងុយបន្តិចហើយខ្ញុំក៏បានមកបន្ថែមម្សៅម្ទេសកូរ៉េចំពោះយើងអត់មានម្សៅម្ទេសកូរ៉េយើងដាក់ម្សៅម្ទេសផ្លោកក៏បានដែរបងប្អូនហ្នឹងហើយយើងយកវាទៅត្រាំទឹកទៅហើយឲ្យវារៀងរីកទៅយើងយកមកចិញ្ច្រាំហើយបំពងជាមួយនឹងខ្លាញ់គឺវានឹងក្រហមដូចគ្នានឹងឯងបន្ទាប់ពីយើងលីងគ្រឿងនេះអីហើយមើលថារៀងឈ្ងុយហើយក៏ដាក់សាច់គោនេះសាច់គោជាប់ខ្លាញ់បើសិនណាជាយើងឡម្ជូរយើងយកសាច់សុតយកមកឡហ្នឹងមិនសូវជាឆ្ងាញ់ទេយើងឡបែបរៀងខ្លាញ់សាច់ជាប់ខ្លាញ់ហ្នឹងណាឆ្ងាញ់មែនទែនហើយខ្ញុំក៏បានបន្ថែមទឹកបន្តិចដើម្បីរំងាស់សាច់យើងឲ្យវារៀងផុយអញ្ចឹងណាស្លនេះបែបកាត់ទេបងប្អូនហើយខ្ញុំក៏មិនជាអ្នកជំនាញខាងធ្វើម្ហូបអីចឹងណាគាត់ថាស្ដាយវីដេអូអញ្ចឹងទៅក៏ចង់ថតបង្ហាញជូនបងប្អូនទស្សនាបន្ទាប់ពីខ្ញុំរំងាស់បានប្រហែលជាមួយសន្ទុះក្រោយមកមើលតាសាច់របស់ខ្ញុំហ្នឹងវារៀងផុយហើយព្រោះអីសាច់នេះវាដូចថារៀងផុយដែរអញ្ចឹងណាហើយត្រង់ចំណុចដែលដាក់នៅម្ជូរនឹងគឺខ្ញុំលូចនៅអំពិលទុំបន្តិចដោយសារតែពេញប៉ោះរបស់ខ្ញុំនោះវារៀងជូរហើយអញ្ចឹងណាអញ្ចឹងខ្ញុំអត់បានដាក់ម្ជូរអីច្រើនទេត្រង់ចំណុចហ្នឹងគឺខ្ញុំអត់បានថតដោយសារតែភ្លេចហ្នឹងឯងលិចកាត់ជើងត្បូងហើយកូនយំផងហ្នឹងក៏ភ្លេចហើយបន្ទាប់មកនេះខ្ញុំដាក់នៅម្ទេសផ្លោកហើយនឹងពេញប៉ោះហើយក៏ដាក់ម្រះប្រូវចូលបដ ாய் ទៅឲ្យវាក្លិនឈ្ងុយហើយឆាប់ឆ្អិនពេញប៉ោះហ្នឹងត្រូវជាមួយនឹងភ្លើងណាតាបន្តិចហ្នឹងគឺថាឆាប់ផុយហើយម្ទេសផ្លោកអីហ្នឹងក៏ដូចគ្នាដែរដាក់តាមមកផ្លេតហ្នឹងគឺឆាប់ទន់ហ្នឹងហើយបងប្អូនសម្លម្ជូរខ្ញុំគឺលក្ខណៈកាត់ងាយត្រង់ចំណុចខ្លះហ្នឹងក៏ភ្លេចថតភ្លេចអីអញ្ចឹងទៅដោយសារតែកូននឹងរោគរឿងពេកថៃទៅក៏ភ្លេចចុចថតដូចតែខ្ញុំថាអញ្ចឹងខ្ញុំស្ដាយវីដេអូហើយនឹងស្ដាយពេលវេលាដែលខ្ញុំបានស្លអញ្ចឹងណានៅផ្ទះអត់ដឹងធ្វើអីអញ្ចឹងក៏កាន់កាមេរ៉ាថតកំសាន្តអារម្មណ៍លេងផុសចូលក្នុង Facebook ឬក៏ YouTube សម្រាប់រកចំណូលខ្លះប្រចាំថ្ងៃដោយសារតែយើងនៅផ្ទះអត់ដឹងធ្វើអីអញ្ចឹងណាហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបាយ